មកមហូបថ្មីទៀតហើយអានេះគេហៅត្រីបឹងតគួរមិនត្រីបឹងកឆែទេណាហើយបើនិយាយពីរបៀបធ្វើក៏អត់សាំញ៉ាំញ៉ៃញ៉ៃអីដែរងាយស្រួលធ្វើខ្លាំងមែនទេហើយមកនេះញ៉ាំមួយបាយក៏ត្រូវញ៉ាំមួយនំបញ្ចុកក៏ត្រូវដែរព្រោះវាទឹកខាប់ញ៉ាំមួយនំបញ្ចុកអីត្រូវជាតិគ្នាតែម្ដងនេះខ្ញុំទិញត្រីក្រហមបានមួយទងន់1គីឡូយកវាមកត្រាំអំបិលមួយទឹកឲ្យវាកាត់ជាតិឆ្អាបចេញបន្តមកទៀតខ្ញុំចាប់ផ្ដើមមកបុកគ្រឿងជាដំបូងខ្ញុំបុកគល់ល្ក្រែឲ្យបានម៉ត់បន្តិចខ្ញុំបន្ថែមម្ទេសល្មៀតនិងល្ក្រូចចូលតពីគ្រឿង4មុខហ្នឹងបានម៉ត់បន្តិចហើយខ្ញុំចាប់ផ្ដើមបន្ថែមខ្ទឹមសមួយខ្ទឹមក្រហមចូលបុកវាឲ្យបានកាន់តែម៉ត់ត្រីក្រហមខ្ញុំឆូតវា4-5ឆ្នូតចឹងទៅពេលយើងចៀនទៅឲ្យវាបានឆ្អិនល្អធម្មតាត្រីបឹងកឆែក៏យកត្រីទៅបំពងឲ្យក្រៀមតែខ្ញុំអត់ចង់បានក្រៀមទេខ្ញុំចង់បានរបៀបទុនបន្តិចដើម្បីញ៉ាំទៅវាឆ្ងាញ់តមកទៀតខ្ញុំចាប់ផ្ដើមមកលីងសណ្តែកដីឲ្យឡើងក្លិនឈ្ងុយទុកវាមួយឡែកសិនលីងសណ្តែកដីឲ្យហើយខ្ញុំចាប់ផ្ដើមដាំប្រេងឲ្យក្តៅខ្ញុំចាប់ផ្ដើមមកចៀនត្រីនេះខ្ញុំយកមកចៀនមិនយកទៅបំពងទេតពីចៀនត្រីឲ្យហើយឥឡូវខ្ញុំមកធ្វើទឹកសម្ដងជាដំបូងខ្ញុំបំពងខ្ទឹមសឲ្យឡើងក្លិនឈ្ងុយមុននឹងចាក់ម្ទេសការីចូលកូរម្ទេសការីហ្នឹងឲ្យប្រយ័ត្នវាខ្លោចបន្តមកទៀតយើងចាប់ផ្ដើមដាក់គ្រឿងបុកដែលយើងបានបុកហើយហ្នឹងដាក់ចូលមកកូរវាឲ្យឡើងក្លិនឈ្ងុយហើយយើងបន្ថែមកាពិបន្តិចកូរវាចោះកូរវាឡើងមកហូបមួយមុខនេះមិនអាចខ្វះទេគឺខ្ទិះដូងតែថ្ងៃនេះខ្ញុំមានខ្ទិះដូងស្រស់ទេថ្ងៃនេះខ្ញុំប្រើខ្ទិះដូងកំប៉ុងម្ដងខ្ទិះដូងកំប៉ុងនេះងាយស្រួលប្រើប្រាស់នៅតែសារទុកដាក់បងប្អូនចង់ប្រើពេលណាក៏ប្រើពេលហ្នឹងបានផលិតផលខ្ទិះដូង Happy Chai នេះខ្ញុំប្រើហើយងាយស្រួលប្រើប្រាស់នៅតែសារទុកដាក់សំខាន់គឺចំណេញពេលវេលាហើយសម្រាប់ទៅដល់គោខាប់ Happy Chai មានកំហាប់ខាប់ល្អក្លិនឈ្ងុយផ្អែមឆ្ងាញ់សម្បូរវីតាមីន A D ទ្រព្យ BO និងសារធាតុចិញ្ចឹមល្អសម្រាប់ខ្ទិះដូង Happy Chai នេះគឺងាយស្រួលប្រើខ្លាំងមែនទែនគ្រាន់តែកំប៉ុងហើយចាក់ចូលក្នុងមុខម្ហូបយើងតែម្ដងអត់ត្រូវមានថែមទឹកថែមអីទេខ្ទិះដូង Happy Chai ក្លិនឈ្ងុយដូចខ្ទិះដែលចម្បាច់ថ្មីពីសាច់ដូងទៀតខ្ញុំបន្ថែមប្រេងខ្យងទឹកត្រីទឹកដោះគោខាប់និងប៊ីចេង Happy Chai ដើម្បីឲ្យកាន់តែមានជាតិមកទៀតយើងកូរគ្រឿងតែប្រមាណដែលយើងបានលាយចូលហ្នឹងឲ្យសព្វចូលគ្រឿងគ្នាហើយយើងបន្ថែមសណ្តែកដីចូលខ្ទឹមសមួយខ្ទឹមក្រហមចូលសម្រាប់ត្រីបឹងតគួនមិនអាចខ្វះបានគឺតគួននឹងឯងខ្ញុំយកវាឲ្យឈូតជាសរសៃអញ្ចឹងញ៉ាំទៅវាឆ្ងាញ់ជាដល់ពីខ្ញុំដាក់តគួនបានឆ្អិនមកសពប់ហើយខ្ញុំចាប់ផ្ដើមដាក់ត្រីចូលមករងាស់វានៅក្នុងទឹកសោះហ្នឹងរយៈពេល5នាទីដើម្បីឲ្យត្រីយើងវាចូលគ្រឿងបានល្អសិនជាបងប្អូនចង់ដឹងពីព័ត៌មានបន្ថែមឬជាផលិតផលសូមតាក់ទងទៅកាន់ទំព័រ Facebook Page Happy Chai Brand នេះបានវាឆ្ងាញ់គ្រប់មុខពេញចិត្តគ្រប់គ្នាជាមួយផលិតផល Happy Chai មានទឹកដោះគោខាប់ខ្ទិះដូងនិងប៊ីចេងផលិតផល Happy Chai ទាំងអស់មានលក់នៅតាមតូបដូចចាប់ហួយនិងផ្សារទំនើបនានាក្នុងប្រទេសកម្ពុជាអរគុណបងប្អូនទាំងអស់គ្នាបាយបាយមកមហូបថ្មីទៀតហើយអានេះគេហៅត្រីបឹងតគួរមិនត្រីបឹងកឆែទេណាហើយបើនិយាយពីរបៀបធ្វើក៏អត់សាំញ៉ាំញ៉ៃញ៉ៃអីដែរងាយស្រួលធ្វើខ្លាំងមែនទេហើយមកនេះញ៉ាំមួយបាយក៏ត្រូវញ៉ាំមួយនំបញ្ចុកក៏ត្រូវដែរព្រោះវាទឹកខាប់ញ៉ាំមួយនំបញ្ចុកអីត្រូវជាតិគ្នាតែម្ដងនេះខ្ញុំទិញត្រីក្រហមបានមួយទងន់1គីឡូយកវាមកត្រាំអំបិលមួយទឹកឲ្យវាកាត់ជាតិឆ្អាបចេញបន្តមកទៀតខ្ញុំចាប់ផ្ដើមមកបុកគ្រឿងជាដំបូងខ្ញុំបុកគល់ល្ក្រែឲ្យបានម៉ត់បន្តិចខ្ញុំបន្ថែមម្ទេសល្មៀតនិងល្ក្រូចចូលតពីគ្រឿង4មុខហ្នឹងបានម៉ត់បន្តិចហើយខ្ញុំចាប់ផ្ដើមបន្ថែមខ្ទឹមសមួយខ្ទឹមក្រហមចូលបុកវាឲ្យបានកាន់តែម៉ត់ត្រីក្រហមខ្ញុំឆូតវា4-5ឆ្នូតចឹងទៅពេលយើងចៀនទៅឲ្យវាបានឆ្អិនល្អធម្មតាត្រីបឹងកឆែក៏យកត្រីទៅបំពងឲ្យក្រៀមតែខ្ញុំអត់ចង់បានក្រៀមទេខ្ញុំចង់បានរបៀបទុនបន្តិចដើម្បីញ៉ាំទៅវាឆ្ងាញ់តមកទៀតខ្ញុំចាប់ផ្ដើមមកលីងសណ្តែកដីឲ្យឡើងក្លិនឈ្ងុយទុកវាមួយឡែកសិនលីងសណ្តែកដីឲ្យហើយខ្ញុំចាប់ផ្ដើមដាំប្រេងឲ្យក្តៅខ្ញុំចាប់ផ្ដើមមកចៀនត្រីនេះខ្ញុំយកមកចៀនមិនយកទៅបំពងទេតពីចៀនត្រីឲ្យហើយឥឡូវខ្ញុំមកធ្វើទឹកសម្ដងជាដំបូងខ្ញុំបំពងខ្ទឹមសឲ្យឡើងក្លិនឈ្ងុយមុននឹងចាក់ម្ទេសការីចូលកូរម្ទេសការីហ្នឹងឲ្យប្រយ័ត្នវាខ្លោចបន្តមកទៀតយើងចាប់ផ្ដើមដាក់គ្រឿងបុកដែលយើងបានបុកហើយហ្នឹងដាក់ចូលមកកូរវាឲ្យឡើងក្លិនឈ្ងុយហើយយើងបន្ថែមកាពិបន្តិចកូរវាចោះកូរវាឡើងមកហូបមួយមុខនេះមិនអាចខ្វះទេគឺខ្ទិះដូងតែថ្ងៃនេះខ្ញុំមានខ្ទិះដូងស្រស់ទេថ្ងៃនេះខ្ញុំប្រើខ្ទិះដូងកំប៉ុងម្ដងខ្ទិះដូងកំប៉ុងនេះងាយស្រួលប្រើប្រាស់នៅតែសារទុកដាក់បងប្អូនចង់ប្រើពេលណាក៏ប្រើពេលហ្នឹងបានផលិតផលខ្ទិះដូង Happy Chai នេះខ្ញុំប្រើហើយងាយស្រួលប្រើប្រាស់នៅតែសារទុកដាក់សំខាន់គឺចំណេញពេលវេលាហើយសម្រាប់ទៅដល់គោខាប់ Happy Chai មានកំហាប់ខាប់ល្អក្លិនឈ្ងុយផ្អែមឆ្ងាញ់សម្បូរវីតាមីន A D ទ្រព្យ BO និងសារធាតុចិញ្ចឹមល្អសម្រាប់ខ្ទិះដូង Happy Chai នេះគឺងាយស្រួលប្រើខ្លាំងមែនទែនគ្រាន់តែកំប៉ុងហើយចាក់ចូលក្នុងមុខម្ហូបយើងតែម្ដងអត់ត្រូវមានថែមទឹកថែមអីទេខ្ទិះដូង Happy Chai ក្លិនឈ្ងុយដូចខ្ទិះដែលចម្បាច់ថ្មីពីសាច់ដូងទៀតខ្ញុំបន្ថែមប្រេងខ្យងទឹកត្រីទឹកដោះគោខាប់និងប៊ីចេង Happy Chai ដើម្បីឲ្យកាន់តែមានជាតិមកទៀតយើងកូរគ្រឿងតែប្រមាណដែលយើងបានលាយចូលហ្នឹងឲ្យសព្វចូលគ្រឿងគ្នាហើយយើងបន្ថែមសណ្តែកដីចូលខ្ទឹមសមួយខ្ទឹមក្រហមចូលសម្រាប់ត្រីបឹងតគួនមិនអាចខ្វះបានគឺតគួននឹងឯងខ្ញុំយកវាឲ្យឈូតជាសរសៃអញ្ចឹងញ៉ាំទៅវាឆ្ងាញ់ជាដល់ពីខ្ញុំដាក់តគួនបានឆ្អិនមកសពប់ហើយខ្ញុំចាប់ផ្ដើមដាក់ត្រីចូលមករងាស់វានៅក្នុងទឹកសោះហ្នឹងរយៈពេល5នាទីដើម្បីឲ្យត្រីយើងវាចូលគ្រឿងបានល្អសិនជាបងប្អូនចង់ដឹងពីព័ត៌មានបន្ថែមឬជាផលិតផលសូមតាក់ទងទៅកាន់ទំព័រ Facebook Page Happy Chai Brand នេះបានវាឆ្ងាញ់គ្រប់មុខពេញចិត្តគ្រប់គ្នាជាមួយផលិតផល Happy Chai មានទឹកដោះគោខាប់ខ្ទិះដូងនិងប៊ីចេងផលិតផល Happy Chai ទាំងអស់មានលក់នៅតាមតូបដូចចាប់ហួយនិងផ្សារទំនើបនានាក្នុងប្រទេសកម្ពុជាអរគុណបងប្អូនទាំងអស់គ្នាបាយបាយ